ខ្ញុំរកករណីសូមក្រាបថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងសូមជម្រាបសួរអង្គពុំមីងបងប្អូននិងជនរួមភាសាថ្ងៃនេះខ្ញុំមកអានចែករំលែកនៅសិភៅប្រវត្តិសាស្ត្រខ្មែរគឺសិភៅសុបិនការពិតឥឡូវនេះខ្ញុំសូមអានចែករំលែកបន្តវិចិត្រករសេសាន់ឆ្នាំ1839ឆ្នាំ1906ឆ្នាំ1906វ៉ាន់ហ្គោកនិងវ៉ាន់ហ្គោកឆ្នាំ1853ដល់ឆ្នាំ1890និងហ្គូហ្គាំងឆ្នាំ1848ដល់ឆ្នាំ1903មិនយល់ស្របនឹងចក្ខុនិមិត្តរបស់បណ្ដាវិចិត្រករអារម្មណ៍និយមនិងប្រាកដនិយមឡើយវិចិត្រករទាំង3នាក់នេះជាអ្នកដែលបានបើកផ្លូវវិចិត្រកម្មសម័យទំនើបឆ្ពោះទៅរកការសាកល្បងស្វែងរកទស្សនៈយល់ដឹងអំពីតថភាពមែនតែនដែលពិភពលោកសាជាថ្មីឡើងវិញចលនា Fauvism ហើយក្រោយមកចលនាទស្សនៈនិយមស្វែងរកតថភាពពិភពលោកដោយបានចាប់ផ្ដើមទស្សនៈផ្ទាល់របស់វិចិត្រករចលនាគុយប៊ីសបែរទៅរកការកាត់តថភាពជាប្លង់រេខាគណិតទំហំ3គឺបណ្ដោយតូតឹងនិងជម្រៅហើយដាក់បញ្ចូលទៅក្នុងលំហវិចិត្រករខ្លះដែលជាសាវកនៃចលនានិមិត្តរូបនិយមដូចជាម៉ូរ៉ូឆ្នាំ1790ដល់ឆ្នាំ1862ឬរីដុងឆ្នាំ1840ដល់ឆ្នាំ1916ឬឃ្លីមឆ្នាំ1862ដល់ឆ្នាំ1918មិនយល់ថាវិញ្ញាណទាំង5អាចនាំទៅរកការយល់ដឹងពីតថភាពបានទេចាថ្ងៃនេះខ្ញុំសូមអានចែករំលែកត្រឹមនេះជូនអង្គពុំមីងបងប្អូនថ្ងៃស្អែកខ្ញុំនឹងអានចែករំលែកជូនអង្គពុំមីងបងប្អូនបន្តទៀតសូមជម្រាបលាអង្គពុំមីងបងប្អូននិងជនរួមភាសា